យើងអាច control នឹងអ្វីដែលយើងជួបរាល់ថ្ងៃបានយើងអាចប្រើផ្លូវកាត់នៃច្បាប់ស្រូបទាញបានការមโนនេះសំខាន់ណាស់ចាស្មើនឹងយើងធ្វើការមโนស្មើមិនស្មើយើងធ្វើការមโนម្ដងលើសយើងធ្វើការគុណ10កង្វល់រឿងអីឲ្យឃើញរូបភាពទាញមកចាដាក់ការគិតថ្មីចូលទៅកុំសង្ស័យចាអញ្ចឹងបានថាការមโนឲ្យមានគេនិយាយរឿងការមโนទៀតធ្វើមិនទៀតបើសិនជាការមโนនោះឧបមាថាយើងចង់មโนនៅភាពមានបានស្ដុកស្ដំបរិបូរខ្ញុំនិយាយថ្ងៃនេះនៅវិធីពិសេសត្រៀមតាមស្ដាប់ណាចង់មកណាថ្ងៃនេះនឹងចែកឥឡូវនេះចង់ចែកអីថ្លៃនឹងក្រៅមកធ្វើវាមុន acting to receive មានន័យថាអ្នកធ្វើដូចជាអ្នកទទួលបានហើយនៅពេលដែលថ្ងៃដំបូងដែលអ្នកមโนអញ្ចឹងអានេះយើងចេញផុតពីអារឿងទុកកង្វល់អាហ្នឹងយើងអស់ហើយណា clear អស់ហើយណារឿងទុកកង្វល់មកដល់វគ្គមโนដើម្បីមានផ្ទះមានឡានមានលុយមានវីឡាមានមុខរបរដែលយើងប្រាថ្នាមកដល់វគ្គហ្នឹងណាទី1អ្វីដែលអ្នកត្រូវដឹងអ្នកបើសិនជារឿងហ្នឹងអ្នកមโนហើយទី1ត្រូវមโนនៅពេលដែលអ្នកអារម្មណ៍ល្អអានេះចេញពីរឿងទុកកង្វល់ណាមកដល់មโนរឿងផ្សេងដែលយើងចង់បានវិញណាអារម្មណ៍ល្អអារម្មណ៍ស្រស់ស្រាយអារម្មណ៍ល្អ flow ល្អអ្នកអាចទៅសេនៅសភៅវេទមន្តឬអ្នកគេងមโนចាអញ្ចឹងអ្នកត្រូវចាំថាត្រូវអារម្មណ៍ល្អមានកង្វល់អ្វីទាំងអស់តែអាពេលដែលយើងកង្វល់នេះយើងត្រូវបដូរធ្វើដូចគ្នាភ្លាមអាហ្នឹងត្រូវធ្វើបានតែអានេះមកដល់វគ្គដែលយើងចង់មានបានចង់មានអីដែលយើងប្រាថ្នានេះអាហ្នឹងផ្សេងអាហ្នឹងចែកដាច់ពីអាមុនទៅផ្សេងហើយអញ្ចឹងគេថាឲ្យយើងទទួលដឹងថាបើសិនជាយើងចង់ប្រើច្បាប់ស្រូបទាញឲ្យវាជាផ្លូវកាត់អ្នកត្រូវដឹងថាអារម្មណ៍អ្នកឧបមាថាអានេះយើងត្រូវកញីឲ្យអស់សេចក្តីអស់សាច់ហ្មងព្រោះខ្ញុំបានសន្យាថាខ្ញុំចេញមកក្រៅខុសហើយខ្ញុំនឹងដាក់ឲ្យឆ្ងាញ់ឲ្យហើយចាអញ្ចឹងគេថាបើសិនជាយើងប្រើច្បាប់ស្រូបទាញឲ្យពិតប្រាកដហ្មងគឺយើងធ្វើខ្លួនដូចគ្រប់យ៉ាងទទួលបានហើយត្រូវអត់ច្បាប់ស្រូបទាញគ្រប់តម្រាទាំងអស់គឺគ្រប់គ្រូទាំងអស់នឹងនិយាយពាក្យហ្នឹងធ្វើខ្លួនឲ្យដូចអ្នកទទួលបានរឿងហ្នឹងហើយតែថ្ងៃទី1ដែលអ្នកមโนថ្ងៃទី1ដែលអ្នកមโนគឺទី1ដែលមโนអារម្មណ៍ល្អថ្ងៃទី1គឺចំណុចដំបូងគឺថ្ងៃទី1នៃការមโนរបស់អ្នកគឺអ្នកមโนឃើញខ្លួនអ្នកឧបមាថាអ្នកមានផ្ទះនេះផ្ទះមួយមាន scenery ស្អាតឬអ្នកមโนថាអ្នកទិញផ្ទះបានអ្នកបងលុយគេអ្នករើចូលមកនៅអ្នកឃើញសកម្មភាពគ្រប់យ៉ាងនៅក្នុងផ្ទះហ្នឹងឬអ្នកចង់បានឡានមួយគ្រឿងឬអ្នកចង់លក់ដីដាច់អ្នកមិនមโนឃើញអីឃើញមានថៅកែឬក៏អ្នកដែលគេអ្នកកុកជេនាំភ្ញៀវមកទិញអ្នកចរចាគ្នាត្រូវចាសញ្ញេផ្ដិតមេដៃកក់លុយដល់ថ្ងៃបកគលលុយបកគលប្លង់ចាអាហ្នឹងស្មើនឹងអីរួចរាល់ហើយត្រូវអត់ចារួចរាល់ហើយអស់ណាយើងមโนឃើញរួចរាល់ហើយបានលុយបានអីហើយអញ្ចឹងគេប្រាប់យើងថានៅពេលដែលយើងមโนពេលហ្នឹងគឺមโนឲ្យដល់អញ្ចឹងពេលដែលយើងត្រូវការមโนធ្វើអីមួយនេះគឺយើងត្រូវប្រើអារម្មណ៍ឲ្យល្អបំផុតមានពេលវេលាកុំឲ្យអ្នកណារំខានក្នុងរយៈពេលខ្លីតែ1នាទីស្មើនឹង60បើហែម68ចក្រវាលធ្វើការជំនួសយើងប្រហែលដងអញ្ចឹងនឹងហើយគឺជាច្បាប់មាសដែលធ្វើការជំនួសនេះលើសកម្លាំងពលកម្មដែលយើងមានវាគុណប្រហែលដងគឺខាងហ្មង17វិនាទីស្មើហ្មងចា2000ចាអញ្ចឹង17វិនាទីចក្រវាលធ្វើការជំនួសអ្នក2000ម៉ោងបើសិនជាអ្នកមโนបានដល់ទៅ68នាទីវាគុណទៅរឿយនេះហើយគឺជាការ working insight អញ្ចឹងនេះគឺជាការ working insight ដែលយើងមើលរំលងអានេះនិយាយសាហាវដូចក្នុងខុសនិយាយបញ្ជាក់ធ្ងន់ហ្មងអញ្ចឹងការធ្វើការមុនពី2000ម៉ោងតា17វិនាទីស្មើនឹងកម្លាំងពលកម្មដែលយើងត្រូវធ្វើ2000ម៉ោងចារឿងពិតដែលកើតឡើងអញ្ចឹងប្រៀបដូចជាយើងតួអង្គកំពុងតែខ្លួនយើងនៅមួយកន្លែងនេះតែអាមโนនេះអនុសម្បញ្ញៈរបស់មโนការគិតរបស់យើងគឺវាទៅឥឡូវអ្នកណាដែលធ្វើបាននៅការមโนបែបឃើញរូបភាពបានខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាថាបើសិនជាយើងធ្វើអាតំណឹងអត់បានយើងខាតកម្រៃធំអញ្ចឹងយើងចាប់ផ្ដើមឃើញពីណាឧបមាថាខ្ញុំអញ្ចឹងខ្ញុំឃើញរូបភាពដីនៅមុខឃើញអីឃើញវគ្គណាឃើញវគ្គដែលទទួលប្លង់មួយឆាកឃើញវគ្គដែលខ្ញុំនេះហ៎ចាឃើញខ្ញុំចាប់ផ្ដើមជិះជាមួយប៉ាវានាំ1000លានអីជិះបងប្អូននឹងមែនអានឹងខ្ញុំ working insight แบบទៅមុនគឺការមโนរបស់ខ្ញុំខ្ញុំតែនិយាយថាការមโนរបស់ខ្ញុំគឺខ្ញុំឃើញខ្ញុំជិះឡានជិះអីស្រាប់ហើយគឺខ្ញុំចាប់ផ្ដើមប្រឡែងបានហើយណាឃើញវាតគ្នានឹងអាមុនហ្នឹងឯងគឺយើងចាប់ផ្ដើមប្រឡែងបានហើយយើងលេងអោបវាហើយយើងលេងកង្វល់ហើយយើងលេងភ័យយើងមិនได้បារម្ភថាដីហ្នឹងផ្ទះហ្នឹងគេនឹងមិនដីហ្នឹងគេនឹងមិនលក់ឲ្យព្រោះម្ចាស់គេកូនចៅនៅអាមេរិកគេអត់ចង់បានលុយអីទៅចាតាមពិតបើយើងប្រឡែងបានខ្លាំងអាចនឹងទិញបានខ្លាំងមែនតើហ្មងចាអញ្ចឹងគឺយើងចាប់ផ្ដើមធ្វើការមโนតែខ្ញុំប្រឡែងហើយខ្ញុំប្រឡែងហើយថាមិនមែនប្រឡែងថាលេងយោណាបោះយើងហើយខ្ញុំមโนអញ្ចឹងគេថាបើសិនជាយើងច្បាស់ឲ្យពិតប្រាកដនឹងមានកូនសួរថាតើខ្ញុំត្រូវមโนប្រហែលដងលេងឲ្យដល់អ្នកមโนតែម្ដងនឹងក៏បានដែរខ្ញុំខ្លាចអ្នកមโนម្ដងទៀតអ្នកនៅមានអារម្មណ៍អត់ទាន់បានអញ្ចឹងគេថាបើសិនជាអ្នកមโนម្ដងនឹងហើយស្មើនឹងរឿងហ្នឹងវាកើតឡើងហើយណា
អ្នកឯងបានហើយណាបើសិនជាយើងមโนបានហើយរឿងហ្នឹងឧបមាថារឿងទិញដីហ្នឹងមโนម្ដងហើយហ្នឹងណាបើសិនជាអ្នកចង់មโนទៀតត្រូវម្នាក់ឲ្យឃើញវាជារឿងអតីតដែលវាកើតឡើងហើយក្នុងចិត្តរបស់អ្នកគឺអ្នកទទួលបានហើយអានេះគឺទៅផ្លូវកាត់ដែលវារួមចាប់ច្បាត់ចូលគ្នាហ្មងគឺជារឿងដែលកើតឡើងហើយហាមគិតដាច់ខាតថាវាមិនទាន់បានមានអារម្មណ៍ថាចង់បានវាហាមដាច់ខាតហ្មងមានអារម្មណ៍ថាស្រីឃ្លានចង់បានវាដូចខ្ញុំដំបូងអញ្ចឹងណាខ្ញុំប្រើច្បាប់ស្រុកទីដូចគ្នាតែខ្ញុំស្រីឃ្លានខ្ញុំចង់បានថាបើសិនបានទៅតែខ្ញុំនឹងស្រួលបើអត់បានមានអារម្មណ៍ថាផ្ទះវាក៏ឆោតមុខផ្ទះនោះនេះណាន់វាអត់មើលទៅវាអត់បរិបូរហើយគេជិះមកហើយអ្នកដែលមកលេងតែងតែនិយាយថាមកទិញមុខនឹងបានអត់មកទិញមុខនឹងបានអត់ទិញមុខនឹងបានញ៉ៃខ្ញុំអត់ខ្វល់ខ្ញុំឈប់ស្ដាប់ខ្ញុំឈប់និយាយអីទាំងអស់គឺខ្ញុំលេងខ្វល់ថាវាក៏ឆោតមុខផ្ទះហើយខ្ញុំលេងបារម្ភខ្ញុំលេងកង្វល់ខ្ញុំលេងចង់អញ្ចឹងនៅពេលដែលអ្នកមโนរឿងនឹងហើយគឺហាមចង់ហើយណាខ្ញុំប្រាប់ឲ្យហើយរឿងអីដែលបានមโนរួចហើយគឺទៅធ្វើតួអង្គនឹងហើយអត់ឲ្យចង់ជាដាច់ខាតក្នុងចិត្តគឺខ្ញុំមានហើយខ្ញុំទទួលបានហើយអារម្មណ៍នៅតែល្អអត់មានអារម្មណ៍ថាចង់បានវាទៀតទេអត់មានអារម្មណ៍ថាខ្វល់នឹងវាទៀតទេអត់មានអារម្មណ៍ថាខ្ញុំចង់បានវាទៀតគឺ no ខ្ញុំបានហើយខ្ញុំបានហើយតោះនេះខ្ញុំបានហើយពូមโนហើយធ្វើការហើយអាការដែលយើងមโนហ្នឹងកុំគិតថាវាជារឿងលេងគិតថាវាកើតឡើងវាជាអតីតនៃអនាគតរបស់យើងអតីតមានន័យថាម៉េចវាកន្លងផុតទៅហើយយើងបានឆ្លងកាត់វាហើយប្រៀបដូចជាយើងទៅនឹកអតីតពីមុនមកអតីតដែលស្រស់ស្អាតយើងធ្លាប់មានក្តីសុខយើងធ្លាប់អតីតដែលយើងបែបថ្ងៃដែលយើងមកថាជីវិតពិតណាយើងមិននិយាយការមโนយើងចូលនៅផ្ទះពីមុនយើងអត់ចេះមโนជាពិសេសយើងសម័យឃើញការយើងមិនទាន់ស្គាល់ច្បាប់ស្រូបទាញថ្ងៃដែលយើងបែបរៀបការថ្ងៃដែលយើងបែបទទួលបានអីអ្នកណាឲ្យកដោធំអីហ្នឹងយើងសប្បាយចិត្តហ្នឹងហើយយើងទៅនឹកឃើញម្ដងទៀតឲ្យពេលហ្នឹងគឺយើងនឹកឃើញអារឿងហ្នឹងម្ដងទៀតស្មើនឹងវាជាអតីតដែលកើតឡើងហើយតោះនេះវារៀងស្មុគស្មាញតិចតែព្យាយាមធ្វើទៅវាលឿនណាហេតុអីបើវាមកលឿនចឹងបានថាអូខេទទួលបានហើយមិនបាច់ខំដើរទៅស្វាស្វែងហើយកុំប្រើពាក្យថាចង់បានវាទៀតមិនបាច់ទៅចង់បានវាទៀតទេអញបានហើយទប់អារម្មណ៍ឲ្យជាប់ហើយកុំមានហេតុផលអញ្ចឹងគេថាចេះទៀតថាកូនដោះសោបានហើយអបអរកូនគេនិយាយតាទៀតថាអូខេចង់មโนវាម្ដងឬចង់ច្រើនដងបើអ្នកខ្លាំងពិតមโนតែម្ដងហើយរួចខ្លួនធ្វើខ្លួនដូចអញបានរួចរាល់ហើយអញមានចង់បានវាទៀតអត់និយាយដល់ចង់បានព្រោះខ្ញុំមានហើយវាមិនដែលមនុស្សយើងមានពេជ្រពាក់ក្នុងដៃហើយអូខេបើចង់បានអាថ្មីជារឿងផ្សេងតែមានពាក់ក្នុងដៃមានអត់មកតែជិនពេជ្រមួយគ្រាប់ដែលយើងធ្លាប់តែចង់បានមានវាពាក់ក្នុងដៃហើយយើងទៅចង់បានវាមកទៀតវាមិនសមធ្វើអត់ចង់អីបានក្នុងដៃហ្នឹងហើយឲ្យរំភើបម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមិនរំភើបតែម្ដងហ្នឹងបានហើយតែឲ្យយើងមានអារម្មណ៍សំណឹកដឹងបុណ្យគុណវិញចេអ្នកមិនបាច់ទៅចង់បានទៀតទេអ្នកមិនបាច់ទៅភីកហើយភីកទៀតភីកហើយភីកទៀតទេអ្វីដែលអ្នកធ្វើអំឡុងពេលដើរទៅធម្មតាតែសំណឹកដឹងបុណ្យគុណនឹកឃើញដល់ដីនឹងពុបអរគុណមែនតើខ្ញុំទទួលបានអរគុណខ្លាំងហ្មងគុណនាងខ្ញុំពោពេញដោយសេចក្តីអរគុណសមណោះរីករាយជ្រួតជ្រើដល់កៅបេះដូងរំភើបញាប់ញ័ររំភើបបែបអូយរបស់ដែលយើងបានហើយដូចយើងនិយាយថាឧបមាថាទូរស័ព្ទមួយគ្រឿងដែលយើងកំពុងតែកាន់នេះយើងទិញបានហើយ iPhone យើងរំភើបតាំងថ្ងៃទី1ដែលបានហើយតោះនេះតាមមកឲ្យយើងឃើញហើយយើងបែបចង់បានទៀតអាម៉េចបើរបស់បានហើយអញ្ចឹងមានន័យថាយើងបោកខ្លួនឯងអត់បានសម្រេចយើងបោកខ្លួនឯងបានសម្រេចអញ្ចឹងមិនថាអូខេច្បាប់ស្រូបទាញអត់បរៀនឲ្យដើរបោកអ្នកណាទេបោកខ្លួនឯងតែបោកក្នុងឯងក្នុងន័យដែលល្អមិនមែនបោកខ្លួនឯងបែបខ្លួនឯងលំបាកក្រតកយ៉ាទៅធ្វើខ្លួនហៃសូបោកខ្លួនឯងតែខ្លួនឯងមានអានឹងគាត់យល់ទេណាទៅកញីឲ្យច្បាស់បោករឿងការមโนបោករឿងការ acting to receive មិនមែនឲ្យបោករឿងផ្សេងណានិយាយពាក្យថាបោកខ្លួនឯងពុបចាប់ផ្ដើមចេញ key អីផ្សេងមកអត់យល់ទេណាសុំអត់យល់ដាច់ខាតសុំយកឲ្យ key ឲ្យត្រូវចាអញ្ចឹងមិនមែនយកដៃទៅឃើញភ្នែកទី3មើលឃើញឧបមាឥឡូវអ្នកណាដែលមើលឧបមាថាខ្ញុំនឹងនិយាយពាក្យមโนឲ្យអ្នកទាំងអស់គ្នាឃើញថ្ងៃមួយអ្នកកាន់លុយ$50,000ឬ$10,000 10000អត់ថាយើងនិយាយឲ្យទាបក៏យើងកុំនិយាយខ្ពស់ពេក$15,000ទៅទិញជៀននៅហាងពេជ្រមួយចាដើរចូលទៅសម្លឹងឃើញអាមួយហ្នឹងស្អាតហ្មងដាក់លុយទៅ15,000តែចៃដន្យអីជៀនហ្នឹងវាតម្លៃ17,000ជៀនហ្នឹងខាងកណ្ដាលហ្នឹងរៀងធំល្មមប្រហែលជាប៉ុណ្ណកូនដៃខាងក្រៅជុំវិញហ្នឹងឡោមកូនពេជ្រទុយជុំវិញហើយដល់ទៅពេលអាគារនេះគឺមានត្បូងជុំវិញហ្នឹងមួយជុំគឺស្អាតហើយចាំងព្រាកជៀនហ្នឹងគឺគេក្រូមេមកគឺពណ៌សស្គូតែម្ដងនៅពេលដែលយើងលោទៅគឺចៃដន្យអីវាត្រូវដៃពើហ្មងចាឬលោទៅវាអាឡុងបន្តិចម្ចាស់ហាងក៏ប្រាប់ថាអូនចាំត្រឹមតែ1ម៉ោងនេះចាអូនអង្គុយមើលគ្រឿងអីផ្សេងទៅបងឲ្យជាងបងកាត់អញ្ជៀននឹងជូនឥឡូវវាស់ដៃអូនដៃលេខប្រហែលយកអាប្រដាប់វាស់មកវាស់ដៃលេខ9ចាយកមកវាស់ហើយកាត់មកទទួលក្រោយមកអញ្ជៀននឹងបានផេលុយឲ្យគេបាញ់តាម ABA ឬលុយសុទ្ធយើងមโนថាយើងបាញ់ឬយើងលុយសុទ្ធបើលុយសុទ្ធរាប់បានជាกระดาษមកដល់ផ្ទះចាមកដល់ផ្ទះឲ្យពាក់ឲ្យប្តីសួរថាអូយស្អាតខ្លាំងអញ្ជៀនអាកូនសួរម៉ាក់ទៅទិញអញ្ជៀនមែនយើងមានអារម្មណ៍ថាសប្បាយចិត្តទៅទិញអានេះអារម្មណ៍ថ្ងៃមโนថ្ងៃដំបូងត្រូវយកឲ្យអស់សាច់អញ្ចឹងអូមិនដែរនិយាយណាធ្លាប់តែនិយាយក្នុងក្រុមយកអស់សាច់អញ្ចឹងមកក្នុងខុសអស់សាច់ចឹងហ្មងចង់មានចិត្ត9ជាងនឹងទៀតស្រាប់តែយើងដល់វគ្គជិះឡានទៅងាកទៅចូលញ៉ាំកាទៀវតាមផ្លូវអីសិនអូយបងប្អូនថាសប្បាយណាស់ខ្ញុំនេះមនុស្សឲ្យស្ដាច់មโน
ខ្ញុំសប្បាយមโนណាមโนដាក់ស្អីចូលខ្ញុំប៉ុណ្ណាដូចយើងតែងរឿងសេចក្តីមួយអញ្ចឹងតែតួអង្គយើងមានអ្នកណាដែលនៅប្រកបគ្នានឹងមានប្តីយើងមានកូនយើងមានមិត្តភក្តិយើងឬអ្នកស្និទ្ធស្នាលណាមួយនៅក្នុងជីវិតយើងអញ្ចឹងបន្ទាប់ពីបានជាឲ្យពាក់ស្អាតឃើញភ្នែកក្រៅគឺអត់មានទេឬអញ្ជៀនម៉ាក់ផ្សេងតែភ្នែកក្នុងខ្ញុំឃើញអញ្ជៀនមួយហ្នឹងងាកទៅឃើញខ្ញុំអរគុណខ្ញុំក្តុកក្តួលខ្ញុំអរគុណដែលខ្ញុំបានពាក់អ្នកឯងហើយអានេះឧទាហរណ៍ណាគ្រាន់តែឧទាហរណ៍គឺលើក្រោយនេះលេងចង់បានទេណាហាមប្រើអារម្មណ៍ចង់ឲ្យបានហើយនេះនៅនេះនៅដៃនឹងតាបានហើយតាអានេះគឺ acting to receive ហ្នឹងហើយកុំទៅរកហេតុផលថាបានផ្លូវណាបើសិនអ្នកឯងទៅរកហេតុផលពើចក្រវាលបដូរទិសដៅហើយទី1អាចនឹងពជាពេលទី2ដូរទិសដៅផ្សេងអញ្ចឹងការមនោអញ្ចឹងអ្នកទាំងអស់គ្នាយល់ទេគឺចិត្ត9 8គត់អញ្ចឹងដាក់មកស្ទូអង្គស្អីលុយសុតឬលុយអីបាញ់អេណាសាច់តែយើងចង់ដាក់បែបណាតាមអារម្មណ៍របស់យើងមានតួអង្គប្រហែលអ្នកប្តីអ្នកជូនទៅឬយើងទៅម្នាក់ឯងឬអ្នកមនោថាប្តីនៅសុកប្តីយកមកសប្រៃអ្នកនៅធ្វើការសុកប្តីវាក់ប្រពន្ធសប្រៃដោយស្អីនំខេកនោះនេះណាអូយបងប្អូនអត់ខ្វះទេរូបភាពដាក់អញ្ចឹងដៃឆ្ងល់ហេតុអីនៅពេលដែលយើងមនោរឿងអាក្រក់នេះហេតុអីចេញរូបភាពម៉េចកូននៅរបស់ free អាហ្នឹងរបស់ free ចក្រវាលចូលចិត្តអញ្ចឹងណាមិនចូលចិត្តអូយអង្គុយ stress អត់ទេចូលចិត្តទេរត់ចោលអញ្ចឹងមិនថានៅក្នុង flow ចក្រវាលងាយសបាយសបាយស្រួលអារម្មណ៍ល្អឈីវអាហ្នឹងឯង flow ចក្រវាលតែមនុស្សយើងវាមាន moment ដែរអញ្ចឹងយើងមិនហាមទេថាមិនឲ្យយើង stress មិនឲ្យយើងត្រូវគិតនេះនោះតែយើងព្យាយាមតែទាញខ្លួនឯងយូរទៅយើងគង់មក flow ហ្នឹងយើងនឹងជួបការកាត់ទុកតិចយើងនឹងជួបការសំបំណងច្រើនដោយអ្នកច្បាប់ស្រុកទាញតិចសំបំណងតិចលឿនណាស់តែអ្វីដែលខ្ញុំភ្លេចខ្លួនជាប្រចាំគឺយើងគិតច្រើនជ្រុលយើងចូលចិត្តយកវាមកកញ្ញីធ្វើដូចរឿងហ្នឹងវាចាក់ stress ណាយើងគិតហួសគំនិតរបស់យើងគិតហួសព្រំដែនរបស់យើងអានេះអ្វីដែលខ្ញុំថ្លែងទៅជួបទី1អ្វីដែលខ្ញុំតែងទៅជួបខ្ញុំភ្លេចចក្រវាលទី2ខ្ញុំតែងតែគិតលើសខ្លួនខ្ញុំអត់ទុកនីតិឲ្យចក្រវាលធ្វើការអានេះខ្ញុំណាអ្វីដែលខ្ញុំជួបនេះគឺខ្ញុំគឺជាខ្ញុំដែលធ្វើឲ្យច្បាប់ស្រុកទាញយើងវាផ្អាកហើយអត់សូវបានមនោអត់សូវមានពេលវេលាមនោផ្លេចមនោកាលណាចក្រវាលអត់សូវបានធ្វើការជំនួស visualization imagination ផ្លេចកាលណាយើងអត់បានប្រើអាកន្លែងដែលវាមានគេហៅថាច្បាប់17វិនាទីដែលវាមានកម្លាំងមហាសាមហិមាយើងប្រឹងហើយអំឡុងពេលធ្លាក់ហ្នឹងគឺប្រឹងដោយខ្លួនឯងអូកម្លាំងញើសឈាមញើសហូរដល់កែងជើងមែនហូរដល់កែងជើងបានលទ្ធផលបានតិចទៀតកម្លាំងញើសឈាមមែនហើយគូក្បាលនេះគិតឡើងចង់ឡោកមិនសិនអើយឥឡូវនេះអត់ទេសុំគិតមុំឥឡូវគិតកុំគិតយូរពេកគិតរឿងល្អហើយអ្វីក៏ដោយខ្ញុំសុំប្រឡែងអត់ទៅពេលចង់វាស្រាលខ្លួនស្រាលហើយវាអត់មានរឿងអីមកយកទៅក្នុងចិត្តទៀតណាយូរមានមួយរឿងចូលមកវាមិនអត់ទេណាកុំថាអត់មកយើងតតាំងបានយើងចាត់ការវាបានអូខេចប់រឿងអានឹងលើខ្លួនយើងតែហើយបើយើងឃ្លៀវាបានពុកអត់មានរឿងមកទៀតទេតែបើយើងឃ្លៀមិនបានវាចាប់ដើមមិនសមយូរដេកអត់លក់ stress គិតច្រើនពឹងទៅរឿងផ្សេងហើយអូគ្នាមកអារឿងគិតច្រើននឹងអូមកទាញគ្នាចូលមកហោហែតប៉ែលោតជីវិតជួបតែរឿងចឹងចាប់ពីថ្ងៃនេះទៅប្រូក្រាមខ្លួនឯងថាខ្ញុំគឺជាអ្នកលក់ឬគឺជាមនុស្សម្នាក់ដែលដើរទាន់គ្រប់សម័យកាលចារបរស៊ីរបស់ខ្ញុំគឺដើរទាន់គ្រប់សម័យកាលខ្លះក៏ខ្ញុំជាអ្នកលក់ដាច់អត់បានទេណាការប្រូក្រាមនេះសំខាន់ណាស់ណាប្រូក្រាមឲ្យជាប់ចិត្តកាយបេះដូងសម័យកាលណាខ្ញុំលក់ដាច់សម័យកាលណាក៏ខ្ញុំដើរទៅមុខ